bạn bongរបៀប này check mơ ta tùm hùm ấy con computerประมาณ inch ចឹង này វាមានច្រើនរបៀបបងរបៀបមើលបងចឹង computer ខ្លះគេមានបិទនៅលើតួម៉ាស៊ីនណាបងថាទំហំអេក្រង់ប្រហែល inch CPU ឲ្យគេ RAM ឲ្យគេចឹងណាបងតែបើ computer ខ្លះគាត់មានបិទទេបងចឹងរបៀប check មើល này ទំហំអេក្រង់ này បងមើល search បង search computer ខ្លះ search វានៅចំហៀង computer ខ្លះវានៅកណ្ដាលចឹងណាបងចឹងកន្លែង search ហ្នឹងបងវាយពាក្យ system configuration បងវាយពាក្យ system configuration មកហើយបន្ទាប់មកបងយកមកចុចនៅលើពាក្យហ្នឹងមកបងហើយផ្ទាំងកម្មវិធីវា load មកបងអញ្ចឹងបងយកមកចុចកន្លែង tool ទេបងកន្លែង tool ហើយបងមើលពាក្យ system information បង system បងយកមកចុចលើពាក្យហ្នឹងបង system information ហើយបន្ទាប់មកបងចុចលើពាក្យ like នេះបងហើយបន្ទាប់មកវានឹងបង្ហាញព័ត៌មានទៅទៅនឹងកុំព្យូទ័រហ្នឹងបងអញ្ចឹងកុំព្យូទ័រហ្នឹងវាមានប្រើប្រាស់ឲ្យគេ Windows អី version ប៉ុន្មានហើយ CPU ឲ្យគេ RAM ប៉ុន្មាន RAM ប៉ុន្មានហ្នឹងវាមានបង្ហាញចឹងណាបងអញ្ចឹងរបៀបមើលអេក្រង់បងមើលកន្លែង system model នេះបងអញ្ចឹងបងមើលថាកុំព្យូទ័រហ្នឹង model ប៉ុន្មានបងអានេះជា model ណាអានេះកុំព្យូទ័រដែលខ្ញុំបង្ហាញជូនបងហ្នឹង model វាអញ្ចឹងបងអញ្ចឹងអាហ្នឹងខ្ញុំឧទាហរណ៍ជូនណាបងអញ្ចឹងបងមើលកន្លែង system model ហ្នឹងមកហើយបងយកលេខ model ហ្នឹងបងយកលេខ model ហ្នឹងហើយបងបើ web browser បងបើ web browser មកហើយទៅមកបងយកអាលេខ model កុំព្យូទ័រហ្នឹងបងលេខ model កុំព្យូទ័រនេះបងកុំព្យូទ័ររបស់បងណាបងឆែកមើលថាកុំព្យូទ័របងលេខ model ប៉ុន្មានបងអញ្ចឹងបងយកលេខ model ហ្នឹងមកវាយចូលនៅលើnàyអ៊ីនធឺណិតមកបងនៅលើ Google បងអញ្ចឹងបងវាយចូលមកហើយបង enter វាមកបង enter មក Google វាប្រាប់ឲ្យបងថាកុំព្យូទ័រហ្នឹងមកអី Asus Dell Lenovo MSI ឬក៏ Acer អញ្ចឹងណាបងហ្នឹងទៅតាម check កុំព្យូទ័រជាក់ស្ដែងបងអញ្ចឹងវាបង្ហាញឲ្យបងអានេះលេខ model បងហើយទៅមកវានឹងប្រាប់ទំហំអេក្រង់ឲ្យបងអានេះ15 inch 7.6 បង 10.6 inch ណាបងអញ្ចឹងនៅក្រោមហ្នឹងគឺគេមានបង្ហាញដូចគ្នាបងអញ្ចឹងយើងអាចចុចមើលមួយណាបងតាម website មួយដែលគេបង្ហាញបងអញ្ចឹង website មួយនេះភាសាបើកមើលមកអញ្ចឹងគេនឹងមានបង្ហាញដូចគ្នាបងអញ្ចឹងយើងស្រូលមកក្រោមមកបងស្រូលមកក្រោមមកវានឹងប្រាប់ឲ្យបងនេះប្រភេទកុំព្យូទ័រ model ហ្នឹងប្រើ CPU គេ Core i5 ហើយ memory ប៉ុន្មានហើយទំហំអេក្រង់ប៉ុន្មាននេះបងទំហំអេក្រង់ 15 inch 6ដូចគ្នាបងអញ្ចឹងនេះជារបៀប check មើល screen ណាបង screen កុំព្យូទ័រ